សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមស្តីពីស្ថានភាពព្យុះទី24ឈ្មោះហ្វេងសេងយោងតាមការអង្កេតពិនិត្យនិងវិភាគលើស្ថានភាពធាតុអាកាសនិងអាកាសធាតុក្នុងតំបន់និងព្រះរាជាណាចក្រកម្ពុជាក្រសួងធនធានទឹកនិងឧតុនិយមសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថាសម្ពាធទាបដែលកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី24ឈ្មោះហ្វេងសេងទី2524ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងដែលបក់លើសមុទ្រអានដាមែនសមុទ្រកម្ពុជាអាងទន្លេមេគង្គសមុទ្រចិនខាងត្បូងនិងលើព្រះរាជាណាចក្រកម្ពុជាព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្បែរកន្លងផ្លូវដើររបស់ព្យុះហ្វេងសេងនេះទទួលរងឥទ្ធិពលកម្រិត 20% ស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី18ដល់ថ្ងៃទី24ខែតុលាឆ្នាំ2025 1. តំបន់វាលទំនាបខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងរាជធានីភ្នំពេញអាចមានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំងនិងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 30% 2. តំបន់ខ្ពង់រាបខេត្តកំពង់ស្ពឺបៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំងនិងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 50% 3. តំបន់មាត់សមុទ្រខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំងនិងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 60% រលកសមុទ្រមានកម្ពស់មធ្យមអបបរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 2.50 ម៉ែត្រយោងលើការព្យាករណ៍ដោយបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹកក្រសួងធនធានទឹកនិងឧតុនិយមនឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួលសូមសាធារណជនទទួលជ្រាបជាព័ត៌មានសូមអរគុណ